បញ្ហារឿងវិស័យការពារជាតិនេះយើងកុំថាតលអានេះជួយតលអានោះជួយគឺយើងជួយខ្លួនយើងប៉ុន្តែយើងចេះជួយខ្លួនយើងដោយមានដៃគូកិច្ចសហការយ៉ាងដូចម្ដេចពីព្រោះរឿងនៅលើពិភពលោកនេះជាពិសេសបច្ចុប្បន្ននេះយើងត្រូវការដៃគូកិច្ចសហប្រតិបត្តិការបំពេញគ្នាទៅវិញទៅមកបាទយើងអត់មានថាតលតានេះជួយបានយើងខ្លាំងបានយើងប្រឹងអាហ្នឹងគិតអញ្ចឹងខុសត្រូវប្រឹងខ្លួនឯងខ្ញុំទៅប្រាប់សិស្សមធ្យមសិក្សាបាញ់មិញដែរមុនមកជួបជាមួយខាងសារព័ត៌មាននេះខ្ញុំបាននិយាយថាយើងកុំរំពឹងថាដល់តែគេឲ្យបានយកយើងទៅយករបស់ហ្នឹងយើងតាំងចិត្តយករបស់ហ្នឹងជាតិរបស់យើងត្រូវតាំងចិត្តការពារជាតិរបស់យើងត្រូវតែពង្រឹងសមត្ថភាពរបស់យើងពង្រឹងសមត្ថភាពរបស់យើងជើងទឹកក៏ដោយជើងគោកក៏ដោយជើងអាកាសក៏ដោយជាសិទ្ធិអធិបតេយ្យរបស់យើងគ្មានទៅប្រទេសណាមកចាត់ចែងជាមួយយើងទេគេក្បែរខាងយើងគេអភិវឌ្ឍយូរហើយតាគេមានដល់នាវាចម្បាំងគេមានដល់យន្តហោះទម្លាក់គ្រាប់បែកលើក្បាលយើងយូរហើយតាហើយគេដែរទៅខ្លាចរឿងណាថាអភិវឌ្ឍសមត្ថភាពឯណាហើយអ្នកខ្លះខ្ញុំបង្ហោះបន្តិចបន្តួចថាអានេះធ្វើទៅលើកម្មការពារជាតិលើជើងទឹកជើងគោកជើងអាកាសថាកុំបញ្ចេញអានេះព័ត៌មានសម្ងាត់យោធាអញ្ចឹងសម្ងាត់ដែរគាត់ថាគេនិយាយឲ្យទៅធ្វើទៅលើកម្មហើយចុះរដ្ឋមន្ត្រីការពារជាតិយើងបានបង្ហោះហើយតានៅក្នុងព័ត៌មានការពារជាតិនោះយើងកុំខ្លាចដល់ថ្នាក់នឹងពេកខ្លាចដល់តែយើងនឹងរួចខ្លាចដល់តែណានិយាយអីមិនបានរួចដល់ពេលនិយាយអីមិនបានចេះតាដេកសមុខក្នុងសន្តិភាពក្នុង20ឆ្នាំអញ្ចឹងទៅអានេះជាចំណុចគ្រោះថ្នាក់ទៅវិញទេយើងត្រូវតែទទួលយកខ្លះដើម្បីឲ្យគេជួយមើលថាអ្នកយើងអ្នកធ្វើហ្នឹងវាមិនសូវដឹងថាយើងធ្វើបានខុសឬបានត្រូវទេប៉ុន្តែបើគេជួយមើលវាមានអាកញ្ចក់ឆ្លុះអញ្ចឹងយើងអាចមើលឃើញអាហ្នឹងយើងត្រូវអញ្ចឹងឥឡូវត្រឡប់មករឿងបញ្ហាជាមួយមិត្តដាច់ថែបមិត្តចិនរបស់យើងនេះវាជាចំណុចមួយដែលខ្ញុំតែនិយាយថាឲ្យក៏តែទៅវិភាសាជាមួយមិត្តកិនភារតកខ្វេដែរថាវិស័យការពារជាតិយើងត្រូវបើកលំហឲ្យធំកិច្ចសហការឲ្យច្រើនកុំថាតែប្រទេសណាមួយប្រទេសណាក៏ដោយដែលគេមានសមានចិត្តនៅក្នុងការពង្រឹងទំនាក់ទំនងការស្វែងរកសន្តិសុខតំបន់និងសកលទៅលើបញ្ហាការពារជាតិនេះធ្វើទៅគឺសិតតែល្អទាំងអស់ចិនក៏ដោយរុស្ស៊ីក៏ដោយសហរដ្ឋអាមេរិកក៏ដោយជប៉ុនក៏ដោយសាធារណរដ្ឋកូរ៉េក៏ដោយធ្វើទៅប៉ុន្តែគាត់ថាយើងមានយន្តការជាមួយសាធារណរដ្ឋយើងចឹងគឺជាយើងមានយន្តការស្រាប់នៅក្នុងមិត្តភាពដៃថែបនិងកិច្ចសហការត្បូងឆោកោតត្បូងពេជ្ររបស់យើងនៅក្នុងថ្មីនេះហើយនឹងកិច្ចសហការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់រដូវកាលអីនេះជាគេហៅថាកិច្ចសហការលក្ខខណ្ឌដោយឡែករវាងកម្ពុជាចិនបាទយើងត្រូវមើលចឹងហើយក្នុងគណៈពេលនេះទៀតយើងចាំបាច់កាន់តែចាំបាច់ហើយខ្ញុំបាននិយាយច្រើននៅក្នុងសារព័ត៌មានហើយថាមិនរីរែកមិនអាយអង្គនៅក្នុងការអភិវឌ្ឍសមត្ថភាពវិស័យយោធាយើងមិនត្រឹមតែថៃពេលនេះឆ្លៀនពៀនលោកសារព័ត៌មានបាននិយាយហើយថាទីហ៊ានថៃបានចូលកាន់កាប់ដោយខុសច្បាប់នៅទឹកដីរបស់យើងពីមុនឆ្នាំ2008គឺចូលតែតំបន់ព្រះវិហារនិងក្បែរនោះតែឥឡូវនេះព្រំដែនជាង800គីឡូម៉ែត្រថៃចូលស្ទើរទាំងបណ្ដោយទាំងអស់ហ្នឹងអញ្ចឹងការអភិវឌ្ឍសមត្ថភាពគឺដើម្បីការពារជាតិរបស់ខ្លួនយើងមិនតន់និយាយអំពីដែនសមុទ្រទៀតដែនសមុទ្រក៏យើងត្រូវតែមានតបជើងទឹកខ្លាំងរបស់យើងហើយខ្លាំងមិនមែនមានតែហ៊ានខ្លាំងអត់មានសភាវុធទៅខ្លាំងស្អីអត់មានយុទ្ធសាស្ត្រក្នុងការដឹកនាំគ្រប់គ្រងហ្នឹងក៏វាអត់ខ្លាំងអញ្ចឹងហើយវាត្រូវតែអភិវឌ្ឍសមត្ថភាពទាំងអស់ហ្នឹងហើយបើថៃប្រើយន្តហោះទម្លាក់គ្រាប់បែកមកយើងចូលទឹកដីយើងជាង100គីឡូអាកន្លែងខ្លះជិត100គីឡូម៉ែត្រហើយយើងថាយើងអភិវឌ្ឍសមត្ថភាពកងទ័ពជាអាកាសហ្នឹងនិយាយបានទៀតគាត់ថាប៉ុណ្ណឹងគឺត្រូវតែអភិវឌ្ឍអញ្ចឹងខ្ញុំជួបអ្នកណាក៏ដោយខ្ញុំប្រាប់ជួបមិត្តបរទេសណាក៏ដោយខ្ញុំប្រាប់ថាឯងមិនបាច់ទៅជីកសួរខ្ញុំរឿងកិច្ចសមត្ថការកម្ពុជាចិនវិស័យយោធាហ្នឹងយ៉ាងម៉េចទេខ្ញុំហ៊ានឆ្លើយក្នុងនាមបេះដូងខ្មែរថាឲ្យតែណាជួយទៅលើកិច្ចសមត្ថការដើម្បីការពារជាតិកម្ពុជាប្រជាជនកម្ពុជាអរគុណអ្នកហ្នឹងហើយមិនបាច់អាហ្នឹងមិនបាច់ឯងវិភាគតាមបច្ចារកម្មទេមិនបាច់ទៅជីកសួរទេបាទយើងធ្វើមិនវិញយើងត្រូវកិច្ចសមត្ថការប៉ុន្តែខ្ញុំនៅនិយាយភាសាដដែលថាយ៉ាងដូចនេះថាការពារជាតិកុំចាំតែគេមកការពារជំនួសត្រូវការពារដោយខ្លួនឯងលោកសួរថាតើវាចាំបាច់ត្រូវពេលហ្នឹងអត់វាចាំបាច់យូរមកហើយសួរថាប្រទេសលើโลกនេះប្រទេសណាខ្លះដែលអត់និយាយពីកាតព្វកិច្ចយោធាយើងកុំគិតណាយើងច្រឡំតែខ្ញុំថាយើងដេកសមុខក្នុងសន្តិភាព20ឆ្នាំយើងច្រឡំថាសន្តិភាពហ្នឹងគឺគ្មានអាណាប៉ះតែឲ្យតែមានសន្តិភាពជាអធិបតេយ្យហ្មងអត់ទេសន្តិភាពអត់បានអធិបតេយ្យអត់ជាអធិបតេយ្យបានទេបាទគ្មានប្រទេសណាមួយគេផ្ដល់អធិបតេយ្យសន្តិភាពឲ្យប្រទេសណាមួយទេពីព្រោះប្រទេសផ្សេងនេះវារីកចម្រើនហ្នឹងវារីកចម្រើនបានកាលពេលខ្លះហ្នឹងគឺវាឈ្លានពានគេហ្មងឈ្លានពានទី1អធិបតេយ្យឈ្លានពានទី2គឺនយោបាយការបរទេសឈ្លានពានទៅលើអធិបតេយ្យពាណិជ្ជកម្មឈ្លានពានទៅលើផ្សេងទៀតឈ្លានពានទៅលើអធិបតេយ្យវិស្វកម្មវិទ្យាជាដើមតែទាំងអស់ហ្នឹង
ត្រូវការយើងខ្លាំងដើម្បីការពារកុំឲ្យគេឈ្លានទេបើគេឈ្លានពានសួរថាចុះវាប៉ះអីវាប៉ះប្រយោជន៍របស់យើងនឹងតែម្ដងវាប៉ះប្រយោជន៍វាខាតប្រយោជន៍ជាតិឥឡូវយើងត្រឡប់មកអាដែលហៅថាច្បាប់កាតព្វកិច្ចយោធាគឺចាំបាច់ណាស់ដើម្បីឲ្យពលរដ្ឋរបស់យើងនឹងពលរដ្ឋម្នាក់យុវជនម្នាក់ពលរដ្ឋម្នាក់គឺជាអ្នកការពារជាតិម្នាក់អាស្រ័យលើច្បាប់ចែងនិងប័ណ្ណបន្ថែមទៀតសួរថាណែឯងស្រឡាញ់ជាតិសួរថាជួយការពារជាតិយ៉ាងដូចម្ដេចហើយបើគេចង់ការពារជាតិសួរថាគេចូលតាមយុទ្ធការណាអញ្ចឹងវាត្រូវតែមានច្បាប់ហើយច្បាប់ហ្នឹងវាត្រូវមានយូរហើយបាទហើយសូមកុំគិតថាខ្ញុំនិយាយដែរពីព្រោះមានការជជែកបន្តមកវិញថាមិនដូចច្បាប់ហ្នឹងធ្វើមកលឿនពេកទៅឯងបញ្ញាបង្ខំអីហ្នឹងខ្ញុំថាយូរពេកហើយសន្តិភាព20ឆ្នាំហើយតើ98មក20ឆ្នាំទៀតហើយ27ឆ្នាំហើយបើពេលខ្លះបើយើងនិយាយភាសាតបប្រវេថាដូចទឹកភ្ញាក់ដេកធ្វើច្បាប់យឺតពេកទេហើយមុនក្មេងខ្លាំងមិនទាន់តែឆ្លងសម័យសង្គ្រាមក៏អត់ដឹងអាសង្គ្រាមនឹងវាយ៉ាងម៉េចឥឡូវគេមកកាត់ទឹកដីយើងហ្នឹងវាយ៉ាងម៉េចអាហ្នឹងយើងហៅពិបាកអត់តបអីយ៉ាងម៉េចអញ្ចឹងត្រូវតែមានយន្តការច្បាប់ទៅលើកិច្ចការហ្នឹងបាទខ្ញុំជួបប៉ុណ្ណឹងបាទលោកនាយកភិយយល់មិនដែរចំពោះច្បាប់ស្តីពីកាតព្វកិច្ចយោធានេះហើយត្រូវបានដាក់ឲ្យប្រកាសអនុវត្តជាការប្រញាប់ទៀតតើវាជាឱកាសមួយល្អសម្រាប់ក្រុមយុវជនវាជាការបើកផ្លូវមួយសម្រាប់យុវជនដែលស្នេហាជាតិមិនដឹងថាចូលតាមណាឬក៏កុំឲ្យតែស្រែកតែស្នេហាជាតិការពារស្តីតើនេះជាឱកាសមួយសម្រាប់ពួកគាត់ដែរទេបាទបាទអរគុណច្បាប់នេះមែនតើដូចបណ្ឌិតយើងពើបញ្ជាក់គឺយើងមានច្បាប់នឹងរួចហើយតាំងពីឆ្នាំ2006មកដល់ពេលនេះគឺ20ឆ្នាំហើយច្បាប់នឹងអត់ត្រូវបានអនុវត្តទេដោយសារកលៈទេសៈស្រុកទេសយើងជាហេតុផលសង្គមសេដ្ឋកិច្ចអីក៏អាចថាបានដែរក៏ប៉ុន្តែពេលនេះគ្រប់ប្រទេសទាំងអស់គេកំពុងតែធ្វើទំនើបកម្មនិងអភិវឌ្ឍវិស័យការពារជាតិក្នុងកលៈទេសៈដែលសណ្ដាប់ធ្នាប់ពិភពលោកវាហាក់ដូចជាច្បោកច្បល់ប្រទេសខ្លាំងអាងអំណាចអាងលុយអាងយោធាខ្លាំងហើយរំលោភឈ្លានពានបំពានទៅលើប្រទេសផ្សេងទៀតដែលខ្សោយជាងខ្លួនដូច្នេះខ្ញុំគិតថាច្បាប់នេះគឺវាជាតម្រូវការចាំបាច់របស់ប្រទេសយើងទី1ជាឱកាសសម្រាប់យុវជនយើងក្នុងការត្រៀមខ្លួនទទួលយកកាតព្វកិច្ចការពារជាតិក្នុងនាមជាពលរដ្ឋយើងមិនមែនមានន័យថាយុវជនខ្មែរទាំងអស់ដែលច្បាប់បានកំណត់ចន្លោះពីអាយុ18ឆ្នាំដល់30ឆ្នាំហ្នឹងសុទ្ធតែត្រូវនាំគ្នាទៅធ្វើតបទេក៏ប៉ុន្តែយើងត្រូវមានបំពេញកាតព្វកិច្ចខាងយោធាហ្នឹងដែលជាតម្រូវការចាំបាច់ក្នុងនាមជាពលរដ្ឋដែលស្រឡាញ់ជាតិស្រឡាញ់ទឹកដីអញ្ចឹងគាត់អាចខ្លាយជាកងទ័ពអាជីពប្រសិនបើតម្រូវការចាំបាច់ហើយគាត់ក៏ខ្លាយទៅជាកងទ័ពបំរុងនៅពេលដែលជាតិត្រូវការគឺកងទ័ពបំរុងរបស់យើងគឺមានន័យថាដែលហៅថាកងទ័ពបំរុងគឺពលរដ្ឋដែលបានបំពេញកាតព្វកិច្ចយោធាហ្នឹងជាស្វ័យប្រវត្តិពេលដែលជាតិត្រូវការគាត់ដូរសម្ភារបំពាក់យកឯកសណ្ឋានកងទ័ពចូលបង្កើជាតិប្រឆាំងនឹងសត្រូវឈានពានពីព្រោះបើសិនជាយើងអត់ចាប់ផ្ដើមធ្វើពីឥឡូវទេសួរថាយើងពេលណាទៀតដោយបណ្ឌិតយើងពៅដែរយើងបានសង្ងំគេងលក់ក្នុងសន្តិភាពហ្នឹងជិត30ឆ្នាំហើយវាលំមដល់ពេលដែលយើងថាធម្មពលដែលបានពីសន្តិភាពជិត30ឆ្នាំផ្លាយនេះយើងទៅអភិវឌ្ឍនិងធ្វើទំនើបកម្មលើអ្វីខ្លះការពារជាតិយើងដល់ណាហើយការទូតយើងដល់ណាហើយសេដ្ឋកិច្ចយើងដល់ណាហើយធនធានមនុស្សយើងដល់ណាហើយព័ត៌មានរបស់យើងអាចនាំរូបភាពនាំនិទានកថាវិជ្ជមានអំពីខ្មែរទៅកាន់អ្នកអានបរទេសបានហើយនៅកន្លែងហ្នឹងដែលខ្ញុំគិតថាយើងចាំបាច់ត្រូវគិតពិចារណាទាំងអស់គ្នាហើយវិលត្រឡប់មករឿងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះបន្ទាប់ពីម្សិលមិញកាលពីថ្ងៃទី23មេសានេះកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចជាឯកច្ឆន្ទទៅលើស្តីព្រាងច្បាប់នេះក៏មានកង្វល់លើកឡើងដែរអ្វីដែលជាកង្វល់នោះក៏យើងគួរពិចារណាអ្វីដែលគេកង្វល់គឺកង្វល់ថាច្បាប់នឹងចេញមកឲ្យអនុវត្តអត់មានប្រសិទ្ធភាពអត់មានសមត្ថភាពអត់មានយុទ្ធធម៌អត់មានសក្តិអត់មានទូទៅវាអាចថាមានតំបន់ហាមឃាត់ដោយថាកូននេះកូននោះកូនអ្នកមានអុកញ៉ាសេនាបតីឬក៏មន្ត្រីមានត្រាអ្នកមានលុយច្រើនអញ្ចឹងទៅឬក៏ដែលច្បាប់នេះអនុវត្តទៅសម្រាប់តែកូនអ្នកក្រខ្ញុំលើកកាលសម័យនៃឆ្នាំនៃ8ជាងមករហូតដល់មុនយើងកិច្ចព្រមព្រៀងក្រុងប៉ារីសខ្ញុំលើកពាក្យនិយាយលេងបែបអាណាមិកទេគេនិយាយថាកូនអ្នកក្រធ្វើទាហានកូនអ្នកមានធ្វើនគរបាលកូនកម្មាភិបាលទៅរៀននៅបរទេសហើយឈ្មោះគេធ្វើទាហានទៀតមកវិញគេមានទាំងអតីតភាពកងទ័ពគេមានទាំងសញ្ញាបត្រហើយគេអត់បានចូលសមរភូមិទេបាទខ្ញុំមានបងប្រុសម្នាក់ដែលជាកងទ័ពនៅក្នុងសម័យនោះដែរហើយគាត់បានស្លាប់ក្នុងសមរភូមិដែរអញ្ចឹងកុំឲ្យពាក្យហ្នឹងវាតាមលងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរអញ្ចឹងសូមឲ្យច្បាប់ហ្នឹងចេញមកវាคล้ายទៅជាឧបករណ៍មួយសម្រាប់ជំរុញជាគ្រឿងលើកទឹកចិត្តឲ្យយុវជនយើងមានឱកាសបម្រើជាតិបង្ហាញទឹកចិត្តស្នេហាជាតិដែលមិនគ្រាន់តែការកាន់ដងទង់ជាតិតាមដងផ្លូវស្រែកឬក៏ទៅស្ទាបបកគោលព្រំដែនទេក៏ប៉ុន្តែត្រូវហ៊ានចូលរួមបំពេញកាតព្វកិច្ចការផ្នែកយោធាហ្នឹងហាត់ពុតលុតដំខ្លួនប្រាណកាយសម្បទាសុខភាពចិត្តគំនិតនិងមនោសញ្ចេតនាដំកតេអារម្មណ៍ចំពោះជាតិចំពោះទឹកដីចំពោះប្រជាជនអញ្ចឹងច្បាប់ហ្នឹងបើអនុវត្តបានគឺល្អណាស់ប៉ុន្តែសូមដូចខ្ញុំបញ្ជាក់ថាសូមឲ្យអនុវត្ត
ឲ្យបានពេញលេញមានសិទ្ធិភាពឲ្យឆ្លើយតបទៅនឹងអ្វីដែលជាគោលបំណងចម្បងរបស់ច្បាប់ជៀសវាងអ្នកដែលកាន់ច្បាប់ហ្នឹងយកច្បាប់ហ្នឹងជាឧបករណ៍ឥឡូវទីហៅថាឈ្មោះចូលជាបំពេញកាតព្វកិច្ចមានតែឈ្មោះប៉ុន្តែវាអត់នៅក្នុងប្រទេសវាអត់បានហាត់សួរថាតើវាមានតម្លៃបន្ថែមអីដែលយុវជនបែបហ្នឹងគ្រាន់តែមានឈ្មោះជាកងទ័ពកាតព្វកិច្ចតែអត់បានទៅវឹកហាត់ក្នុងប្រទេសទេអត់បានចូលប្រឡូកនៅក្នុងទីលានជាក់ស្ដែងទេចុងក្រោយទៅយើងត្រូវការតបបំរុងពួកគាត់ហ្នឹងក៏អត់បានជួយអីទេអញ្ចឹងកន្លែងហ្នឹងខ្ញុំសុំថាសុំអង្វរហ្មងគឺថាយើងគ្មានអំណាចអីក្រៅពីអង្វរឯងបញ្ញវន្តសុំអង្វរអ្នកដែលមានសមត្ថកិច្ចមិនថាច្បាប់កាតព្វកិច្ចយោធាទេច្បាប់អីក៏ដោយច្បាប់បក្រាប online scamming នឹងក៏ដោយសុំធ្វើឲ្យមានសក្តិយុត្តិធម៌ឲ្យគិតជាតិគិតប្រជាជនផងប្រជាពលរដ្ឋឥឡូវនេះរងភាពអាម៉ាស់ដោយសារតែអ្នកកាសែតបរទេសដោយសារតែសារព័ត៌មានបរទេសនិងប្រទេសមួយចំនួនគេសម្អុយយើងប៉ុន្តែប្រជាពលរដ្ឋគ្មានចំណែកណាមួយតល់តែសោះក្នុងការយកផលប្រយោជន៍ពីអំពើឧក្រិដ្ឋកម្មដែលកំពុងកើតមាននៅក្នុងស្រុកខ្មែរហ្នឹងនឹងសុំឲ្យអ្នកដែលកាន់ច្បាប់អ្នកអនុវត្តច្បាប់ទាំងអស់សុំអាណិតស្រុកទេអាណិតប្រជាជនគឺយើងមិនគួរណាមានឈ្មោះជាប្រទេសដែលឧក្រិដ្ឋកម្មអញ្ចឹងទេហើយសួរថាតើឧក្រិដ្ឋកម្មទាំងអស់វាបានជាប្រយោជន៍យើងមកអភិវឌ្ឍធ្វើទំនើបកម្មវិស័យការពារជាតិយើងទេអត់ទេវាចូលទៅហៅប៉ៅមនុស្សប្រមាណអ្នកប្រមាណក្រុមខ្ញុំមិនដឹងទេខ្ញុំមិនហ៊ានថាប៉ុន្តែទិន្នន័យគេថាការឆោបបោកវាបានទឹកប្រាក់រហូតដល់រាប់ពាន់លានដុល្លារហើយនោះអញ្ចឹងអារាប់ពាន់លានដុល្លារវាទៅឯណាវាមិនមែនមកចូលក្នុងសេដ្ឋកិច្ចផ្លូវការរបស់រដ្ឋទេរបស់ជាតិខ្មែរទេសូមកុំឲ្យគេនៃដាក់ទោសប្រជាជាតិខ្មែរទាំងមូលប្រជាជាតិខ្មែរទាំងមូលគឺមិនមែនជាអ្នកទទួលផលអំពើឧក្រិដ្ឋកម្មទាំងអស់ហ្នឹងទេអាហ្នឹងខ្ញុំសូមថាវាច្បុកច្បល់គ្នាបន្តិចក៏ប៉ុន្តែវាអារម្មណ៍មួយដែលយើងក្នុងឋានៈជាជាតិសាសន៍មួយដែលត្រូវបានគេសម្អុយគេលៀបពណ៌ដោយសារតែអំពើឧក្រិដ្ឋកម្មយើងល្បីហើយរឿងវាលពិឃាតយើងមិនគួរណាល្បីនៅក្នុងរឿងនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាក្នុងសម័យសតវត្សទី21នេះទៀតទេដូច្នេះទាមទារឲ្យឆន្ទៈមុខមុតការបដិញ្ញាចិត្តមុតស្រួចវិធានការមុតស្រួចនឹងសូមឲ្យធ្វើជាក់ស្ដែងឲ្យបានលទ្ធផលស្រោចស្រង់គេឈ្មោះនឹងកិត្តិយសជាតិយើងឡើងវិញបើសិនបើយើងនៅតែបន្តយើងមិនត្រឹមតែខូចមុខមាត់ទេប្រទេសមហាអំណាចឬក៏ប្រទេសជិតខាងហ្នឹងគេប្រើប្រាស់អាលេសបង្ក្រាប online scamming ហ្នឹងជាយុទ្ធកម្មក្នុងការធ្វើសង្គ្រាមឈ្លានពានរបស់យើងមកលើយើងរំលោភអធិបតេយ្យរបស់យើងហើយអធិបតេយ្យដូចមិត្តយើងពៅនិយាយហ្នឹងអធិបតេយ្យច្រើនណាអធិបតេយ្យរឿងពាណិជ្ជកម្មរឿងការទូតរឿងនយោបាយរឿងសេដ្ឋកិច្ចរឿងវប្បធម៌សពបែបយ៉ាងរហូតដល់យើងអត់អាចសម្រេចចាត់លើរឿងអីមួយដែលខ្លួនឯងបានអាហ្នឹងក៏ថាអធិបតេយ្យរបស់យើងបានបាត់បង់ដែរអញ្ចឹងសុំឲ្យសុំទៀតថាទាំងច្បាប់កាតព្វកិច្ចយោធាក្តីក៏ដូចជាច្បាប់ជាតិយើងដទៃទៀតយើងមានច្បាប់សឹងតែគ្រប់ហើយល្មមហើយអ្នកដែលបានផលពីអំពើឧក្រិដ្ឋនៅក្នុងស្រុកខ្មែរនេះល្មមបញ្ចប់ហើយស្រោចស្រង់កិត្តិយសជាតិយើងវិញទៅវាល្មមដល់ពេលហើយច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះលឿនពេកយឺតពេលពេកឬក៏ចំពេលក្នុងពេលដែលកម្ពុជានេះកំពុងតែទទួលរងនឹងការឈ្លានពានពីសំណាក់ប្រទេសថៃបាទសូមជម្រាបបាទអរគុណបាទសូមជម្រាបសួរដល់បងប្អូនដែលនិយមតាមដានការផ្សាយកម្មវិធីថ្មីផងដែរបាទជាទស្សនៈរបស់ខ្ញុំគិតថាមិនន័យថាវាមិនយឺតពេកទេមិនហួសពេលទេប៉ុន្តែអាចទាំងយឺតបន្តិចបាទហេតុអីបាទខ្ញុំថាបែបហ្នឹងបើយើងតាមដានទាំងអស់គ្នាថាច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះយើងមានតាំងពីឆ្នាំ2006បាទហើយយើងមិនបានអនុវត្តរហូតមកដល់ពីឆ្នាំ2006រហូតដល់ឆ្នាំ2026បើគិតទៅ20ឆ្នាំណាហើយហេតុអីបានខ្ញុំថាយឺតតែមិនហួសពេលយឺតត្រង់ថាមែនទែនទៅពេលដែលយើងធ្លាប់ប៉ះគ្នាបាតុកិច្ចគ្នាជាមួយថៃកាលពីឆ្នាំ2008មក2013វាគួរតែត្រូវបានអនុវត្តច្បាប់នឹងហើយប៉ុន្តែច្បាប់មិនទាន់បានអនុវត្តប្រហែលជាមានហេតុផលផ្សេងអាចថាកងកម្លាំងអីរបស់យើងនៅគ្រប់គ្រាន់តែមិនទាន់ត្រូវឬក៏ផ្នែកឆន្ទៈនយោបាយឬកត្តាសេដ្ឋកិច្ចអីយ៉ាងម៉េចយើងអត់ដឹងប៉ុន្តែមិនបានអនុវត្តរហូតមកដល់ឆ្នាំ2026នេះយើងដឹងថាយើងឆ្នាំ2025តាំងពីខែកក្កដាមករហូតមកដល់ខែធ្នូគឺថាយើងប៉ះទង្គិចជាមួយនឹងថៃរឿងថៃឈ្លានពានកម្ពុជានេះនៅពេលហ្នឹងយើងគួរតែបានអនុវត្តច្បាប់នឹងមុននឹងមកនៅពេលនេះយើងអាចនឹងមានឱកាសគ្រប់គ្រាន់នៅក្នុងការយកទាហានដែលទៅហាត់ជាបឋម18ខែឬក៏2ឆ្នាំដោយតាមច្បាប់ថ្មីនេះអាចយកទៅប្រើប្រាស់វាងាយជាងយកអ្នកដែលថ្មីតែម្ដងយកទៅហាត់បាទនេះជាការយកឃើញអញ្ចឹងខ្ញុំសូមឆ្លើយខ្លីថាយឺតប៉ុន្តែមិនហួសពេលទេហើយបើតាមគំនិតខ្ញុំវាគួរតែច្បាប់នឹងអនុវត្តពីយូរមកហើយបាទខ្ញុំសូមខ្លីប៉ុណ្្នឹងបាទមានសារសំខាន់មានប្រយោជន៍បែបណាខ្លះទៅសម្រាប់វិស័យយោធាវិស័យកងទ័ពរបស់យើងបាទអរគុណច្រើនយើងដឹងហើយថាច្បាប់កាតព្វកិច្ចយោធានេះគឺផ្ដល់អំណាចផ្ដល់សិទ្ធិបាទចង្អុលបង្ហាញឲ្យយើងគេថាមានកម្លាំងត្រៀមណាមានកម្លាំងត្រៀមហើយឲ្យតែមនុស្សចូលនៅក្នុងវ័យដែលច្បាប់កាតព្វកិច្ចយោធាបានកំណត់ពី18ទៅ25ឆ្នាំមានន័យថា
គឺត្រូវតែមានកាតព្វកិច្ចចូលគាត់តែមុនក្រោយឬក៏វិធីសាស្ត្រតាមម៉េចតែយើងបានស្ដាប់ប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីលោកមានប្រសាសន៍ថាដំបូងគឺគោលការណ៍ស្ម័គ្រចិត្តបើសិនជាស្ម័គ្រចិត្តនឹងមិនគ្រប់ចំនួនទេអាចនឹងគោលការណ៍ចាប់បង្ខំវិធីមួយនៅក្នុងចំណោមគោលការណ៍ចាប់បង្ខំគឺការចាប់ឆ្នោតណាចាប់ឆ្នោតអញ្ចឹងយើងដឹងហើយថាយុវជនយើងអាចនឹងមានចំនួនដល់ទៅរាប់លានហើយតម្រូវការវាមិនអាចស្មើនឹងទេអញ្ចឹងហើយរដ្ឋាភិបាលមានយើងថាមានឱកាសមានអំណាចគ្រប់គ្រាន់នៅក្នុងការជ្រើសរើសតើយើងជ្រើសរើសយកចំនួនប្រមាណវាសមទៅនឹងតម្រូវការផ្នែកកងទ័ពរបស់យើងបាទអញ្ចឹងវាជាឱកាសមួយថងថាពីមុនអាចពិបាកជ្រើសរើសគេអត់ចូលឬស្អីប៉ុន្តែដល់ពេលមានច្បាប់កាតព្វកិច្ចគឺអត់មានអ្នកណាមួយប្រកែកបានទេប្រកែកបានអញ្ចឹងយើងដឹងហើយថាកាតព្វកិច្ចក្នុងច្បាប់ចាស់យើងដូចជាមួយឆ្នាំកន្លះហើយច្បាប់ថ្មីដែលនឹងចេញនៅពេលឆាប់នេះឬថាមានដល់ទៅរយៈពេល2ឆ្នាំបាទ2ឆ្នាំអញ្ចឹង2ឆ្នាំបើយើងមើលទៅ2ឆ្នាំវាមិនអាចคล้ายទៅជាទាហានអាជីពបានទេប៉ុន្តែគាត់ចេះនៅក្នុងកម្រិតមូលដ្ឋានមួយអញ្ចឹងបើសិនជាចប់2ឆ្នាំគាត់ចង់ចូលទៅជាទាហានអាជីពយោធាអាជីពទៀតគាត់អាចនឹងចូលរៀនបន្ថែមទៀតបាទចូលរៀនបន្ថែមទៀតអញ្ចឹងវាជាឱកាសមួយដែលលោកជ័យតិចបាននិយាយថាទី1គឺយើងធ្វើកំណែតម្រង់ទី2យើងបំពេញបន្ថែមទី3ខ្ញុំលើកចំណុចក្នុងថានៅលើពិភពលោករួមទាំងប្រទេសជិតខាងរបស់កម្ពុជាផងដែរគេស្អាតតែមានច្បាប់កាតព្វកិច្ចបាទយើងក៏មានដែរតាំងពី2006ប៉ុន្តែយើងអាចថាព្យួរឬយ៉ាងម៉េចដែលមិនបានអនុវត្តរហូតមកដល់ថ្ងៃនេះអញ្ចឹងមកដល់ពេលនេះអ្វីដែលជាកង្វល់ជាឧបសគ្គខ្លាចខ្វះទី1ខ្លាចខ្វះកងទ័ពខ្វះអ្នកហាត់រៀនពីយុទ្ធសាស្ត្រពីចម្បាំងហ្នឹងឥឡូវយើងលេងជាឧបសគ្គហើយទី2យើងទាំងអស់គ្នាត្រូវហ៊ានទទួលស្គាល់ថានៅពេលដែលយើងមិនសូវបានរើសបន្ថែមកងទ័ពយើងគឺសិតតែមានវ័យចាស់វ័យចាស់អ្នកខ្លះក៏ចូលនិវត្តន៍ទៅហើយអ្នកខ្លះក៏ក្បែរចូលនិវត្តន៍ទៅហើយអញ្ចឹងកាលណាតែចាស់កម្លាំងគាត់ក៏ថមថយស្មារតីគាត់ក៏ថមថយដែរហើយក្រៅពីនឹងទៀតយើងដឹងថាកម្លាំងយើងធ្វើសមារណកម្មពីភាគីខ្មែរផ្សេងមកដល់ពេលនេះក៏មានវ័យចំណាស់ហើយយុទ្ធសាស្ត្រដែលគាត់បានរៀននៅក្នុងអតីតកាលវាមិនទំនើបដូចយុទ្ធសាស្ត្រនៅក្នុងសម័យបច្ចុប្បន្នទេបាទកាលនោះអាចថារឿងកំភ្លើងធំរឿងស្អីរថក្រោះយន្តហោះអីហ្នឹងប៉ុន្តែយន្តហោះនៅក្នុងសម័យកាលនោះបាទឥឡូវនេះយន្តហោះវាកាន់តែទំនើបហើយបន្ថែមទៅលើបច្ចេកវិទ្យាមានដ្រូនមានស្អីផ្សេងទៀតអញ្ចឹងយើងអាចពឹងផ្អែកទៅលើបងប្អូនកងទ័ពយើងដែលមានវ័យចំណាស់ហើយដែលអ្នកខ្លះនៅប្រើយុទ្ធសាស្ត្របែបប្រពៃណីនៅឡើយហ្នឹងគឺយើងមិនអាចពឹងផ្អែកទេត្រូវតែប្រើយុទ្ធសាស្ត្របែបទំនើបទាន់សម័យហើយដែលបញ្ចូលនៅបច្ចេកវិទ្យាព័ត៌មានបាទអញ្ចឹងវាជាសក្តានុពលមួយជាឱកាសមួយដែលយើងលែងបារម្ភពីខ្វះកងទ័ពហើយយើងអាចឈានទៅធ្វើទំនើបកម្មនៅក្នុងវិស័យយោធារបស់យើងបាទមួយសម្រាប់យុវជនក្នុងការចូលទៅបម្រើកងទ័ពដើម្បីការពារជាតិការពារទឹកដីដែរទេជិះជាងការដែលគាត់សម្ដែងការជឿចាប់ខឹងសម្បាស្នេហាជាតិតែលើបណ្ដាញសង្គមឬក៏នៅផ្ទះនៅអីតើនេះជាឱកាសមួយដ៏ល្អសម្រាប់ពួកគាត់ក្នុងការចូលរួមដោយផ្ទាល់ដែរទេបាទអរគុណខ្ញុំយល់ថាវាជាឱកាសមួយហើយក៏វាជាវិញ្ញាសាមួយជាតេស្តមួយសម្រាប់វាស់ស្ទង់ការនិយាយនិងការអនុវត្តជាក់ស្ដែងហេតុអីពីព្រោះអ្នកខ្លះគាត់ស្នេហាបានតែមាត់មកតាមបណ្ដាញសង្គមតាមប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែដល់ពេលជាក់ស្ដែងអាចមិនដូចអញ្ចឹងហើយនៅពេលដែលច្បាប់កាតព្វកិច្ចយោធាឆ្នាំ2026នេះនឹងចេញជាផ្លូវការអាចទី1គឺវាស់វែងតើអ្វីដែលយុវជនយើងបាននិយាយរឿងស្នេហាជាតិអីទាំងអស់ហ្នឹងតើប្រមាណភាគរយដែលនិយាយឲ្យធ្វើបាទនេះជាចំណុចដែលយើងចាប់ផ្ដើមហើយខ្ញុំសូមបន្ថែមតិចទៀតថាវាជាឱកាសហ្នឹងត្រង់ថាបងប្អូនយើងដែលឈឺចាប់ហើយយើងមិនអាចចូលទៅបានភ្លាមដោយលោកបណ្ឌិតជ័យតិចលោកលើកអញ្ចឹងតាមតែកំហឹងហ្នឹងគឺថាឲ្យកាន់កំភ្លើងហ្នឹងទៅបាញ់ភ្លាមប៉ុន្តែយើងមិនអាចធ្វើបែបហ្នឹងបានទេធ្វើបែបហ្នឹងមានន័យថាស្មើនឹងយើងយកជីវិតទៅឲ្យសត្រូវសម្លាប់តែម្ដងបាទអញ្ចឹងបានជាយើងមានកាតព្វកិច្ចយោធានេះមុននឹងអ្នកឯងខ្លាយទៅជាយោធាអាជីពយោធាអាជីពទៅឆ្លងកាត់ការហាត់ណាការរៀនអញ្ចឹងការរៀននេះខ្ញុំលើកសង្ខេបបន្តិចទី1យើងចំការកូនអ្នកនៅទីក្រុងកូនអ្នកមិនដែលនៅសមរភូមិអីគឺថាគាត់អត់មានឱកាសទៅឆ្លងកាត់ការហាត់បាទយើងដឹងថាការហាត់ទាហានវាមានទាំងទ្រឹស្ដីមានទាំងការអនុវត្តសពយ៉ាងទាំងអស់បាទអញ្ចឹងទៅពង្រឹងទាំងកាយសម្បទាផ្លូវចិត្តហើយទៅឆ្លងកាត់ការលំបាកទៅហាត់ទាហានទៅធ្វើទាហានមិនមែនដូចយើងនៅសុបាយកំសាន្តដល់លេងទេបាទមានលូនមានក្រាបមានយុទ្ធសាស្ត្រអីគ្រប់សពទាំងអស់ថ្ងៃទៅផ្លូវទឹកផ្លូវគោកឆ្លងភ្នំឡើងជ្រោះចោះជ្រោះអីទាំងអស់យើងគេទៅហាត់ទាំងអស់ហ្នឹងបាទអញ្ចឹងមានឱកាសហ្នឹងអ្នកណាក៏ដឹងរឿងហ្នឹងអ្នកណាក៏ឆ្លងកាត់រឿងហ្នឹងដែរទី2យើងដឹងហើយកាលណាទៅប្រមូលផ្ដុំហើយនៅក្នុងកងទ័ពទៀតយើងបណ្ដោះនៅអាស្មារតីស្រឡាញ់ជាតិស្នេហាជាតិស្អីទាំងអស់ហ្នឹងជាឱកាសហើយជាឱកាសដែលយើងទៅបលគាត់នៅក្រៅហើយថាការបណ្ដោះការអប់រំហ្នឹង
មិនសូវបានល្អប៉ុន្តែនៅទីនោះគឺថាច្បាស់លាស់តែម្ដងបាទអញ្ចឹងមានឱកាសបណ្ដុះនៅស្មារតីជាតិស្នេហាជាតិពង្រៀនឲ្យគាត់ស្គាល់ប្រវត្តិសាស្ត្រស្គាល់របស់ធម៌អត្តសញ្ញាណខ្មែរហើយលើពីនឹងទៀតទាហានណាខ្លាំងយ៉ាងណាក៏ដោយអត់ស្គាល់ភូមិសាស្ត្រអត់ធ្លាប់ដើរអត់ធ្លាប់ទ្រាំជាមួយនឹងអាកាសធាតុឬក៏ពេលខ្លះទៅអត់អាហារត្រូវស្អីទាំងអស់ហ្នឹងក៏អត់បានអញ្ចឹងគាត់ទៅហាត់នៅហ្នឹងទាំងអស់នៅហ្នឹងគេហាត់ហើយបាទអញ្ចឹងគាត់ស្គាល់ភូមិសាស្ត្រហើយក្រៅពីនឹងទៀតគឺទាហានស្អីដែលធំជាងគេគឺវិន័យអញ្ចឹងនៅក្នុងហ្នឹងហើយវិន័យរបស់គាត់ទាំងហាត់ប្រាណទាំងស្អីសពយ៉ាងទាំងអស់ម៉ោងពេលរៀនសូត្រទៅទាំងអស់ហ្នឹងអាហ្នឹងសិតតែជាអ្វីដែលយុវជនត្រូវទៅរៀនហើយបើសិនជាយុវជនទៅរៀនហ្នឹងជាឱកាសមួយដែលយើងអាចកាត់បន្ថយធ្វើឲ្យមានក្មេងទំនើងដែលកំពុងតែកើតឡើងដែលរដ្ឋាភិបាលកំពុងតែព្រួយបារម្ភហ្នឹងអញ្ចឹងបើជាបលខ្ញុំមិនមែនគ្រាន់តែយកទៅឲ្យចាប់បៃតុងធ្វើលៀនដ្ឋានយកទៅឲ្យទៅបំចូលក្នុងកាតព្វកិច្ចយោធានឹងតែម្ដងបាទការងារហ្នឹងក៏ធ្វើហើយយុទ្ធសាស្ត្រយោធាក៏ត្រូវតែរៀនដែរអញ្ចឹងវាជាឱកាសច្រើនណាស់ដែលយើងអាចដោះស្រាយបញ្ហាមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងយុវជនមិនមែនតែរឿងក្មេងទំនើងទេបើក្មេងនឹងវាចូលក្នុងហ្នឹងហើយណាអាក្មេងដែលពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនគ្រឿងស្អីហ្នឹងក៏យើងអាចយកទៅប្រើប្រាស់នៅទីនោះឲ្យទៅហាត់ទៅអីយូរទៅវាប្រសាបអាជាតិញៀនភាពទំនើងហ្នឹងអស់តាមរយៈការបំពេញកាតព្វកិច្ចយោធាដែរបាទ ហេតុទេបានលោកជឿជាក់ថាចូលក្នុងច្បាប់កាតព្វកិច្ចយោធាឬក៏ទហដ្ឋានហ្នឹងអាចជួយបន្សាបឬក៏ជួយកែប្រែគាត់បានដោយសារបច្ចុប្បន្ននេះយើងឃើញយើងមានមជ្ឈមណ្ឌលកែប្រែយើងមានពន្ធនាគារដាក់ឲ្យបឹកបឺនហើយពេលខ្លះចេញមកក៏នៅប្រព្រឹត្តចឹងមូលហេតុបានលោកជឿថាទហដ្ឋានហ្នឹងអាចកែប្រែគាត់បានការជឿជាក់នេះវាអាចនឹងផ្ដើមចេញពីផ្នត់គំនិតខ្ញុំមួយឬក៏ការគិតរបស់ខ្ញុំមួយថាការរៀបចំយន្តការរៀបចំការអនុវត្តនៅកាតព្វកិច្ចយោធានេះគឺជាការរៀបចំមួយដែលល្អជាងពន្ធនាគារដែលល្អជាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឬក៏សាលាបណ្ដុះបណ្ដាលអីមួយចំនួនទៀតអានេះជាការរំពឹងទុករបស់ខ្ញុំបែបហ្នឹងតែបើសិនជាការរៀបចំដើម្បីបណ្ដុះឬក៏ថាបំពេញកាតព្វកិច្ចយោធាហ្នឹងវាប្រហាក់ប្រហែលតែអ្វីដែលមានស្រាប់ហើយជាការរំពឹងទុករបស់ខ្ញុំនឹងខកចិត្តអញ្ចឹងខ្ញុំសង្ឃឹមថាសាលាដែលទៅបណ្ដុះយុវជនដែលទៅបំពេញកាតព្វកិច្ចយោធានេះគឺថាវាម៉ត់ចត់ល្អិតពី A ដល់ Z គឺថាអត់មានចន្លោះប្រហោងទេជាអ្វីដែលយើងអាចនឹងយកពីទ្រឹស្ដីយកពីបទពិសោធន៍យកពីគំរូនៃប្រទេសដទៃហេតុអីខ្ញុំថាបែបនេះដោយសារតែប្រមុខរដ្ឋាភិបាលបច្ចុប្បន្នជានាយទាហានជាន់ខ្ពស់ដែលរៀនពីសាលាមួយនៅសហរដ្ឋអាមេរិកបាទហ្នឹងប្រហែលជាលោកមិនឲ្យឆក់ល្វែងចន្លោះប្រហោងនៅក្នុងការបណ្ដុះនៅយុវជនដែលមានអាយុចូលទៅក្នុងការបំពេញកាតព្វកិច្ចយោធានេះទេអានេះជាការរំពឹងដោយសារខ្ញុំផ្អែកលើបែបហ្នឹងបាទពីព្រោះថាបើសិនជាអ្នកគ្រប់គ្រងមានជំនាញខាងហ្នឹងហើយរឿងហ្នឹងត្រូវតែខ្លាំងហើយអត់អាចខ្សោយបានទេបាទអញ្ចឹងខ្ញុំសូមបណ្ដឹងជាអ្នកជំនាញផ្នែកសិលធម៌ផងទស្សនវិជ្ជាផងកិច្ចការសង្គមផងតើនៅពេលដែលចូលរយៈពេល2ឆ្នាំហ្នឹងតើស្មារតីរបស់យុវជនដែលទៅហាត់ហ្នឹងនឹងមានការប្រែប្រួលយ៉ាងម៉េចគាត់ចេញមកគាត់លេង drama តាម social media គាត់លេងគិតរឿងអត់ប្រយោជន៍ទៀតទេឬក៏យ៉ាងម៉េចដែរខ្ញុំផ្ដោតសំខាន់ទៅលើទឹកស្មារតីរបស់ពួកគាត់បាទអរគុណច្រើនកាលណាយើងនិយាយពីរឿងសិលធម៌យើងនិយាយពីរឿងស្អីទៅត្រូវស្អីខុសស្អីទៅល្អស្អីទៅអាក្រក់ស្អីគួរធ្វើស្អីមិនគួរធ្វើអាហ្នឹងយើងនិយាយជាទូទៅប៉ុន្តែនៅក្នុងកងទ័ពអាស្អីត្រូវខុសល្អអាក្រក់ស្អីគួរធ្វើមិនគួរធ្វើហ្នឹងវាមានលក្ខណៈពិសេសជាងការរស់នៅធម្មតាយើងមានសិលធម៌ទូទៅហើយយើងមានសិលធម៌វិជ្ជាជីវៈវិជ្ជាជីវៈកងទ័ពយោធិននេះផ្សេងវិជ្ជាជីវៈតាក់ទងជាមួយនឹងមេធាវីជាមួយគ្រូពេទ្យជាមួយគ្រូបង្រៀនគឺផ្សេងគ្នាដូច្នេះខ្ញុំគិតថារយៈពេល2ឆ្នាំនេះអាស្រ័យទៅលើកម្មវិធីសិក្សាណាកម្មវិធីសិក្សាហើយនឹងវិធីសាស្ត្រហើយនឹងការអនុវត្តជាក់ស្ដែងរបស់គ្រូបង្វឹកនៅទីនោះបើសិនជាកម្មវិធីនឹងល្អសភៅគោលល្អការបង្រៀនល្អវិធីសាស្ត្រល្អហើយខ្ញុំគិតថាសិលធម៌ដែលយើងត្រូវអនុវត្តនៅទីនោះគឺមិនត្រឹមតែនៅលើกระดาษទេមិនត្រឹមតែការនិយាយការបង្រៀនទេត្រូវមានការអនុវត្តជាក់ស្ដែងការអនុវត្តជាក់ស្ដែងទាំងការរស់នៅជាមួយគ្នាទាំងការបំពេញភារកិច្ចកាតព្វកិច្ចទាំងការបំពេញប្រតិបត្តិការនៅតាមទីកន្លែងទាំងអស់សុទ្ធតែយើងប្រើប្រាស់មេរៀនសិលធម៌ហ្នឹងយកទៅវាតម្លៃជាក់ស្ដែងកាលណាឃើញខ្វះកន្លែងណាយើងកែលម្អយើងបំពេញបន្ថែមហើយខ្ញុំគិតថារយៈពេល2ឆ្នាំវាសមល្មមនឹងអាចធ្វើឲ្យក្មេងៗទាំងអស់នោះយុវជនទាំងអស់នោះនឹងក្លាយទៅជាយុវជនដែលល្អពីព្រោះថាវាអាចផ្អែកលើកត្តាចេះដែរយើងដឹងហើយថាអាយុ18ឆ្នាំជាទូទៅបើគាត់រៀនមិនអាក់ខានទេគាត់អាចចាប់បាក់ឌុបណាគាត់អាចចាប់បាក់ឌុបហើយឬក៏អាចចូលឆ្នាំទី1អញ្ចឹង
mìnhមានន័យថាគាត់មិនដឹងអំពីសិលធម៌គុណធម៌ឲ្យនឹងសោះទេមុននឹងទៅបំពេញកាតព្វកិច្ចយោធាហ្នឹងអញ្ចឹងបើសិនជាគាត់បានបណ្ដោះសិលធម៌គុណធម៌ហ្នឹងល្អតាំងពីគ្រួសារតាំងពីសាលារៀនតាំងពីសាកលវិទ្យាល័យដែលគាត់រៀនហើយគាត់ទៅទីនោះគាត់កាន់តែលឿនតែបើសិនជាគាត់ទៅហ្នឹងគាត់ជាក្មេងចាប់ដែលយើងលើកថាយើងអាចយកដល់ទៅក្មេងទំនើងអីទៅអាហ្នឹងទៅការបង្រៀនហ្នឹងមានលក្ខណៈពិសេសជាងដូច្នេះខ្ញុំជឿថាយោធាចារឬមួយក៏គ្រូបង្វឹកទៅដល់យុវជនដែលទៅបំពេញកាតព្វកិច្ចហ្នឹងទៅមានវិធីសាស្ត្រពីរទី1គឺវិធីសាស្ត្ររួមទី2គឺវិធីសាស្ត្រដោយឡែកហេតុអីបានមានដោយឡែកដោយសារតែលក្ខណៈពិសេសរបស់យុវជនដែលទៅបំពេញកាតព្វកិច្ចហ្នឹងមិនដូចគ្នាទាំងស្រុងទេអញ្ចឹងអ្នកដែលបើយើងនិយាយថាបើអ្នកលំអស់តិចអេសបន្តិចទៅអ្នកលំអស់ខ្លាំងទៅអេសច្រើនអញ្ចឹងបើអ្នកស្រួលអប់រំគឺអប់រំមុំតែអ្នកប្រមាថអប់រំទៅមានការអប់រំពិសេសបើមិនអញ្ចឹងទេយើងកែបានទេដូចយើងអាចឈើហ្នឹងបើយើងអាចឈើតូចយើងប្រើពេលខ្លីរណាតូចល្មមតែបើអាចឈើធំទៅប្រើពេលវែងរណាហ្នឹងក៏មុតឲ្យខ្លាំងជាងមុនទៅទៀតយុវជនក៏ដូចគ្នាដែរនិមិត្តមានអ្វីចង់បន្ថែមបាទខ្ញុំចង់បន្ថែមបន្តិចចង់និយាយថាឥឡូវនេះយើងច្បាប់មិនទាន់អនុម័តទេប៉ុន្តែនឹងអនុម័តនៅពេលថ្មីហ្នឹងឆាប់នេះទី1ទី2ការអនុវត្តដំបូងខ្ញុំយល់ថាបើសិនជាមានការស្ម័គ្រចិត្តដូចមិញដូចលោកបណ្ឌិតជ័យតិចលើកថាកូនអ្នកធំឬក៏កូនអ្នកមានទ្រព្យឬក៏ស្អីចឹងគាត់ស្ម័គ្រចិត្តអាហ្នឹងគឺរឹតតែល្អប៉ុន្តែបើមិនបានប៉ុណ្្នឹងទេខ្ញុំគិតថាគួរតែអនុវត្តនៅអ្វីដែលអាចថាចែងនៅក្នុងច្បាប់ឬក៏ចែងនៅក្នុងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃស្ថាប័ននេះជាមុនដើម្បីយើងគិតថាតើបើយើងចេញដំណើរទៅតាមអ្វីដែលយើងកំណត់នៅក្នុងច្បាប់និងនៅក្នុងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅតែស្អីទៅវាជាឧបសគ្គស្អីទៅជាចំណុចខ្សោយដែលយើងទៅគិតបន្ថែមទៀតណាហើយបើសិនជាបានធ្វើជាគំរូខ្ញុំគិតថាល្អប៉ុន្តែគំរូហ្នឹងបើសិនជាយើងឧបមាថាចេញមកវគ្គដំបូងសិតតែកូនអ្នកដែលមានឋានៈធំឬក៏កូនអ្នកមានប៉ុន្តែស្រាប់តែអាចជំហានដំបូងហ្នឹងយើងដឹងហើយយើងត្រូវហ៊ានទទួលស្គាល់ថាមិនមែនកូនអ្នកមានកូនអ្នកធំទាំងអស់ស្រាប់តែមិនល្អទេប៉ុន្តែវាប្រកាសជាមានកូនអ្នកធំនិងមានមួយចំនួនមិនសូវល្អដែរដោយសារតែគាត់មិនសូវឆ្លងកាត់ការលំបាកអីចឹងគាត់រស់នៅស្រួលមានលុយចាយស្រាប់អីមិនបាច់ធ្វើការអីបានដល់ពេលយកទៅហាត់ពុតហ្នឹងខ្លាចទៅមិនទៅយកធ្វើគំរូល្អវាធ្វើគំរូអាក្រក់ខ្ញុំចាចំហ៊ានដំបូងគេហ្នឹងអាហ្នឹងក៏គួរពិចារណាដែរអញ្ចឹងបានសម្រាប់ខ្ញុំមិនទាមទារឲ្យកូនអ្នកធំអ្នកមានអីទេចង់និយាយថាឲ្យអ្វីដែលចែងនៅក្នុងច្បាប់អនុវត្តឲ្យបានត្រឹមត្រូវបំផុតនៅជំហានដំបូងនេះបាទឲ្យលាយគ្នាតែម្ដងមិនអាចយកទៅអ្នកកូនអ្នកធំអ្នកមានសុទ្ធឬកូនអ្នកក្រសុទ្ធទេអត់ទេឲ្យទៅអ្វីដែលមានកម្រិតក្នុងច្បាប់ហើយការជ្រើសរើសត្រូវមានតម្លាភាពត្រូវមានយុត្តិធម៌ណាអនុវត្តឲ្យបានហើយពេលដែលអនុវត្តពេលដែលរៀនពេលដែលបង្វឹកជាក់ស្ដែងគឺទៅតែធ្វើដូចគ្នាធម្មតាគេមានវិន័យគេមានបើស្អីរបស់គេកាតព្វកិច្ចរបស់គេណាត្រូវធ្វើឲ្យស្មើគ្នាមិនបាច់ចាប់ផ្ដើមផ្ញើទេតែធ្វើឲ្យដូចគ្នាហើយខ្ញុំសូមលើកថារឿងបច្ចេកទេសរឿងជំនាញទេពកោសល្យនៅក្នុងជំនាញកងទ័ពរឿងសំខាន់តែសំខាន់មួយទៀតគឺការគ្រប់ច្បាប់និងគ្រប់វិន័យខ្ញុំលើកឧទាហរណ៍ថានៅក្នុងរឿងខ្មែរយើងរឿងដែលចូលយត់ណាពេលដែលចូលមាសនៅជាគ្រូកាលនោះរឿងហ្នឹងក៏លើករឿងច្បាំងជាមួយនឹងសៀមនឹងដែរច្បាំងចាញ់បន្តពេលដែលចូលយត់ថាគាត់ជាអាចថាជាជំនួយការឬក៏ស្អីរបស់ដែលចូលមាសហ្នឹងជាកូនសិស្សរបស់ដែលចូលមាសគាត់ដឹងចំណុចខ្សោយអញ្ចឹងពេលដែលគាត់ឡើងជាមេទ័ពគាត់បញ្ជាឲ្យតែហ៊ានទាំងអស់សាក់ណាក៏ដោយទៅកាប់អាស័យអូសប្រចាស់ចុងនៅពេលនោះគេប្រឆាំងគាត់គ្រប់គ្នាគាត់ថាអូតាំងពីដូនតាមកពេលណាដែលអូសអាស័យកាប់អាស័យអូសប្រចាស់ចុងអញ្ចឹងអ្នកដែលគេគោរពច្បាប់ទាហានវិន័យរបស់ទាហានគឺគេធ្វើតាមមានតែនៅក្នុងសាច់រឿងថាមានតែសាច់ញាតិខាងស្ដេចហ្នឹងគឺថាខាងភរិយាឬក៏អគ្គមហេសីហ្នឹងហើយនឹងបកពួកមួយចំនួនអត់ព្រមចុងក្រោយដែលចូលយត់សម្រាប់ថាសម្លាប់ចោលទាំងអស់ហើយបានថ្វាយដំណឹងមកបកូណាពេលហ្នឹងថាតែមហេសីអគ្គមហេសីគាត់នៅលើព័ត៌មានហ្នឹងគាត់ថាទៀមទាឲ្យយកដែលចូលយត់អីទៅកាត់ទោសអីចូលយត់ផ្ញើសវត្តទៅវិញថាចូលយត់នឹងទៅទទួលទោសប៉ុន្តែពេលនេះសត្រូវនៅចំពោះមុខទៅច្បាំងសិនណាច្បាំងហើយបានទៅដល់ទៅបកូណាលោកអត់មានយកទោសយកអីតម្លើងឋានៈរបស់ដែលចូលយត់ទៅទៀតអញ្ចឹងខ្ញុំចង់ឲ្យរឿងព្រេងខ្មែរមួយនេះវាคล้ายទៅជាគំរូនៅក្នុងការបំពេញកាតព្វកិច្ចយោធាហ្នឹងមានន័យថាត្រូវតែយកវិន័យការគ្រប់វិន័យជាធំបំអញ្ចឹងទេយើងដឹងថាបើសិនជាយើងទៅពុកលួយយើងទៅមិនមានតម្លាភាពនៅក្នុងកងទ័ពយើងមិនអាចច្បាំងឈ្នះសត្រូវទេទោះបីសត្រូវខ្សោយយើងក៏ដោយបាទបើយើងសត្រូវខ្លាំងជាងយើងទេយើងរឹតតែគ្មានឱកាសឈ្នះបាទចាំក្រោយយល់ឃើញយ៉ាងម៉េចដែរបញ្ហាបាទខ្ញុំមិនជំទាស់អ្វីដែលសម្ដេចថាបតីនាយករដ្ឋមន្ត្រីលោកលើកទេប៉ុន្តែខ្ញុំក៏ប្រហែលលោកបណ្ឌិតជាតិចដែរថាយើងទី1ទៅពិនិត្យមើលទស្សនវិជ្ជាច្បាប់ណាដែលថាលើក្រសួងពាក់ព័ន្ធកំពុងធ្វើតើយើងទៅធ្វើច្បាប់ថ្មីឬក៏យើងទៅធ្វើវិសោធនកម្មច្បាប់ណាមួយដើម្បីអាចនឹងយកក្មេងហ្នឹងទៅប្រើបានបាទចំណុចទី2ខ្ញុំក៏តាក់ទងជាមួយនឹងសិទ្ធិដែរអមថាឥឡូវហ្នឹងយើងដឹងថាក្រោម18ឆ្នាំសិទ្ធិហ្នឹងនៅលើឪពុកម្ដាយអញ្ចឹង
ការយកទៅណាគឺថាត្រូវតែមានការយកគ្រងពីពុកម្ដាយដែរហើយទី3គឺពិនិត្យមើលថាក្មេងហ្នឹងអ្វីដែលហៅថាទំនើងហ្នឹងគាត់ទំនើងគាត់ទំនើងក្នុងកម្រិតមួយគាត់ត្រូវមានទោសដែរឬក៏អត់មានទោសទេមានទោសព្រមមិនទាន់ឬក៏អត់បាទបើសិនជាកាលណាគាត់មានទោសអញ្ចឹងធម្មតាគេត្រូវថាទោសហ្នឹងវាប្រហែលឆ្នាំហើយជាប់ប្រហែលឆ្នាំដល់កម្រិតចិត្តរួចឬក៏ស្រាលយ៉ាងម៉េចបានគេមានសិទ្ធិបញ្ចេញអ្នកទោសហ្នឹងបាទយកមកឲ្យធ្វើការងារអីមួយដែលគេគិតថាអាចធ្វើបានហើយអ្នកនោះមិនរត់ទេមិនអាចធ្វើអីឲ្យអន្តរាយទៅដល់សង្គមអីចឹងបាទហ្នឹងត្រូវពិនិត្យមើលហ្នឹងហើយខ្ញុំគ្រាន់តែលើកទេថាធម្មតាយើងប្រើមនុស្សធម្មតាមនុស្សដែលត្រឹមត្រូវហ្នឹងគឺយើងពិបាកប៉ុន្តែចុះប្រើគ្មានទំនើងមិនមែនជារឿងស្រួលទេអញ្ចឹងតាំងពីការឲ្យគាត់ស្នាក់នៅអីការប្រើប្រាស់គាត់ហ្នឹងគឺត្រូវតែប្រយ័ត្នប្រយែងអញ្ចឹងគាត់បានឧបករណ៍អីសម្រាប់ទៅធ្វើការងារគាត់យកកាប់គាត់យកវាយគ្នាអីហ្នឹងទៀតគាត់ថាបានអញ្ចឹងមិនមែនជារឿងស្រួលទៅតាំងពីការឃុំគ្រងទុកដាក់អីគាត់ណាគឺពិបាកមែនទែនហើយពាក្យគ្មានទំនើងនេះមានអ្នកខ្លះជក់បរិយអ្នកខ្លះគ្រឿងស្រវឹងអ្នកខ្លះអាចនឹងមានទៅដល់គ្រឿងញៀនទៅទៀតហើយលើពីហ្នឹងគឺថាការគិតអីស្មារតីរបស់គាត់ហ្នឹងគឺឆេវឆាវណាអញ្ចឹងគឺពិបាកមែនទែនអញ្ចឹងបើសិនជាយើងគ្រប់គ្រងគាត់មិនបានប្រហែលជាការប្រើប្រាស់ឲ្យទៅធ្វើលេនដ្ឋានលីសំងឬក៏ស្អីដែលយើងចង់ប្រើហ្នឹងអាចពិបាកទៅចំណាយមនុស្សច្រើនដើម្បីធ្វើពួកគាត់ទៀតអាហ្នឹងគឺត្រូវតែគិតគូររឿងហ្នឹងមែនទែនហើយខ្ញុំមើលទៅការដោយលោកដូចជាតិចលើកឲ្យខ្ញុំក៏ធ្លាប់លើកដែរថាក្មេងទំនើងនេះឪពុកម្ដាយអប់រំក៏ពិបាកសាលារៀនធម្មតាសាលារៀនសាធារណៈឬក៏ឯកជនដែលជាសាលាធម្មតាហ្នឹងក៏ពិបាកដែរហើយបើយកទៅដាក់ពន្ធនាគារក៏វាគ្មានពន្ធនាគារដាក់ដែរហើយទោសខ្លះក៏វាមិនដល់ទៅដាក់ពន្ធនាគារដែរអញ្ចឹងកន្លងមកខ្ញុំធ្លាប់លើកថាគួរតែមានមណ្ឌលអប់រំពិសេសយើងធ្លាប់មានមណ្ឌលបន្សាបគ្រឿងញៀនតែពេលនេះយើងអាចពិចារណាមណ្ឌលអប់រំបន្សាបភាពទំនើងបានអត់បាទខ្ញុំបានលើកច្រើនដងពេលខ្ញុំសម្ភាសនៅកម្ពុជាថ្មីក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗប៉ុន្តែឥឡូវនេះបើសិនបើយើងមានកាតព្វកិច្ចយោធាហើយយើងចង់យកទៅប្រើពួកគាត់យកទៅហ្នឹងប្រហែលជាមិនអាចដាក់លាយជាមួយនឹងក្មេងឬយុវជនដទៃទៀតដែលគេមានចរិតត្រឹមត្រូវទេត្រូវមានកន្លែងផ្សេងហើយមិនបាច់អាចថាមិនបាច់បង្កើតមណ្ឌលបន្សាបភាពទំនើងនេះយកទៅបន្សាបនៅក្នុងនោះតែម្ដងបើសិនជាគាត់គ្រប់អាយុតែបើមិនគ្រប់អាយុប្រហែលជានៅតែពិចារណាមណ្ឌលបន្សាបគ្រឿងភាពទំនើងហ្នឹងឯងបើគាត់គ្រប់អាយុហើយយើងអាចយកទៅបានយកទៅបានហើយចំណុចមួយទៀតខ្ញុំឃើញថាទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្តីហើយសម្ដេចនាយករដ្ឋមន្ត្រីក្តីលោកលើកតែរឿងថាតើគួរយកក្មេងនឹងទៅណាតែសម្រាប់ខ្ញុំអ្នកទស្សនវិជ្ជាខ្ញុំសូមឲ្យថ្នាក់ដឹកនាំគួរពិចារណាថាតើអ្វីទៅជាប្រភពនៃក្មេងទំនើងយើងទៅនាំគ្នាទៅជីកកកាយយើងលុបបំបត្តិប្រភពមូលហេតុដែលនាំឲ្យភាពទំនើងយើងមិនសូវព្រួយបារម្ភច្រើនថាតើនឹងត្រូវយកក្មេងទំនើងទៅធ្វើអីទេហើយបើមិនជាយើងអត់រកអានោះឲ្យឃើញទេដូចយើងនៅតែវែកចោលឬយើងនៅតែបុកសម្រាមកើបសម្រាមនៅពេលដែលអ្នកចោលសម្រាមចេះតែយកសម្រាមមកចោលបាទនេះជាគំនិតចុងក្រោយរបស់ខ្ញុំបាទ